តម្លៃអចលនទ្រព្យរាជធានីភ្នំពេញបានកើនឡើង 5% នៅឆមាសទី 1 ឆ្នាំ 2014 កំណើនសេដ្ឋកិច្ចកម្ពុជានៅទសវត្សរ៍ចុងក្រោយនេះបានផ្ដល់នូវកំណើនតម្រូវការខ្ពស់ផ្នែកវិស័យអចលនទ្រព្យបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន Key Real Estate នៅកម្ពុជាបានបង្ហាញថានៅរយៈពេល 6 ខែឆ្នាំ 2014 នេះតម្លៃដីធ្លីនៅក្រុងភ្នំពេញបានបន្តកើនឡើងប្រហែល 5% ដែលឡែកនៅតម្លៃអចលនទ្រព្យនៅក្រុងសៀមរាបបានកើនឡើងប្រមាណ 5% ហើយតម្លៃដីនៅក្រុងបាត់ដំបងមានការកើនឡើងប្រហែល 9% នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនលោកសុនសៀបនាយកក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថាការបន្តកើនឡើងនៃតម្លៃដីធ្លីនៅកម្ពុជាគឺដោយសារស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានបន្តរក្សាកំណើនខ្ពស់ហើយនៅពេលនេះក្រុមហ៊ុនជាច្រើនបាននឹងកំពុងរៀបចំខ្លួនដើម្បីត្រៀមប្រកួតប្រជែងនៅក្នុងទីផ្សារអាស៊ានសូមបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុន Key Real Estate គឺមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការប្រកួតប្រជែងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ 2015 ខាងមុខនេះព័ត៌មានសេដ្ឋកិច្ចដែលជម្រាបជូននៅនាងខ្ញុំនៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមអញ្ជើញតាមដានទស្សនាព័ត៌មានប្លែកៗ